ឃើញក្តាមជ្រក់ទំនងចេះទាំងអស់គ្នាទ្រាំបានញ៉ាំខ្ញុំប្រើពេលយ៉ាងតិចក៏3 4ថ្ងៃដែរទ្រាំបានក្តាមនឹងញ៉ាំថ្ងៃទី1គឺទិញថ្ងៃទី2គឺសម្អាតវាទ្រាំបានធ្វើឲ្យត្រូវខ្លះសេដាក់បកកដាក់អីអូនិយាយទៅជីវិតស្ត្រីមេផ្ទះហ្មងទ្រាំបានក្តាម3គីឡូដែលទិញគេមកធ្វើបានជ្រក់បកសបកហើយលាងសម្អាតគឺប្រើពេលមិនធម្មតាទេអញ្ចឹងណាដល់ពេលដែលយើងញ៉ាំមកប្រអប់ហ្នឹងប្រើរយៈពេល1ម៉ោងឯងអស់លេងឯងគ្មានសល់ទេមើលរូបរាងក្តាមមួយលាងមិនធម្មតាទេអ្នកអើយខ្ញុំមិននិយាយទិញក្តាមគេញ៉ាំទេតែពេលញ៉ាំខ្លួនឯងពេលធ្វើខ្លួនឯងគឺអញ្ចឹងមួយគឺស្អាតខ្វេះស្អាតហ្មងអញ្ចឹងឯងបើខ្ញុំអត់ចង់ធ្វើលក់ទេលោកអើយខ្ញុំហត់ណាទោះធ្វើលក់ខ្ញុំលក់មិនចំណេញបានអ្នកលក់ម៉ូតដូចខ្ញុំទេប្រើពេលសិតតែ3 4ថ្ងៃទ្រាំបានក្តាម3គីឡូនឹងបាច់ទេអ្នកទិញនឹងគេជេរប៉ុណ្ណាទេសង្ស័យនោះលោកអើយលោកអញ្ចឹងមានតែពេលធ្វើញ៉ាំតែខ្លួនឯងឲ្យតែគ្រប់គ្រាន់ទៅគឺវាអស្ចារ្យណាស់ហើយជីវិតស្ត្រីមេផ្ទះហ្នឹងមកអួតខ្លួនឯងបន្តិចរឿងបុកទឹកត្រីកោះកុងនឹងមួយគឺឲ្យអួយហ្មងចង់ថាខ្ទឹមម្ទេសគឺឲ្យខាប់ហ្មងជូរប្រៃផ្អែមនិយាយទៅមកដិតហ្មងដាក់មកនឹងតែជាតិហ្មងនិយាយពីលាងក្តាមមួយថ្ងៃទិញក្តាមមួយថ្ងៃបុកទឹកត្រីកោះកុងមួយថ្ងៃគិតទៅឆ្លៀតពេលធ្វើរាល់ថ្ងៃដើម្បីបានក្តាមជ្រក់មួយចាន់ដែកនឹងមកមិនធម្មតាទេប៉ុន្តែបើរយៈពេលញ៉ាំវិញគឺ1ម៉ោងមិនបាច់និយាយទេ1ម៉ោងអីអស់ហើយតែថ្ងៃហ្នឹងរត់តែពិសេសទៀតដោយសារតែក្តាមយើងហ្នឹងគឺដាក់អំពិលខ្ចីក្តាមអប់អំពិលខ្ចីហ្មងបើខ្ចីស្រស់ទិញមកនិយាយពីសាហាវហ្មងអូនិយាយពីជាតិនោះជាតិចាំដល់ជាតិក្រោយហ្មងចាអើខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងមកអ៊ុតក្តាមនៅខ្លួនឯងបានធ្វើអញ្ចឹងណាអញ្ចឹងបាយអ្នកនរគ្នាមើលឃើញនៅម៉ោងប៉ុន្មានដែរស្រក់ទឹកមាត់អត់ហ្នឹងហ៎